ពេលដែលព្រះពុទ្ធប្រសូតឡើងប្រហែលជាខ្ទង់ឆ្នាំ623ឯកសារបរទេសឯកសារអន្តរជាតិថា623ហើយបើឯកសារប្រវត្តិសាស្ត្រខ្មែរយើងមានឯកសារខ្លះថា624ប៉ុន្តែខ្ញុំកំណត់យកតាមឯកសាររបស់អន្តរជាតិគឺ623អញ្ចឹងចាប់ពីឆ្នាំ623មុនគ្រិស្តសករាជមករហូតមកដល់ពេលដែលព្រះអង្គមានព្រះជន្ម16ព្រះវស្សាគឺព្រះពុទ្ធបានរៀបអភិសេកភាសាខ្មែរយើងភាសាសាមញ្ញហៅថាមានគ្រួសារមានប្រពន្ធអញ្ចឹងណាប៉ុន្តែរហូតមកព្រះអង្គគឺមិនពេញចិត្តជាមួយនឹងហៅថាលោកយៈធរនិងអាណាចក្រធរឡើយមានន័យថាទោះបីជាព្រះអង្គមានទ្រព្យសម្បត្តិស្ដុកស្ដំគឺជារាជបុត្រត្រូវជាអ្នកស្នងរាជសម្បត្តិបន្តអំពីព្រះបិតារបស់ខ្លួនទៀតហើយមានប្រពន្ធយ៉ាងស្អាតណាមានទ្រព្យសម្បត្តិមានស្នំមានអ្នកបម្រើគ្រប់បែបយ៉ាងក៏ប៉ុន្តែព្រះអង្គមិនសប្បាយរីករាយជាមួយនឹងទ្រព្យសម្បត្តិលាភសក្ការៈគ្រប់បែបយ៉ាងនឹងទេមូលហេតុអីបានព្រះអង្គមិនសប្បាយរីករាយជាមួយនឹងអាណាចក្រធរជាមួយនឹងលោកយៈធរគឺដោយសារពេលនោះអាណាចក្រធរគឺមានការបែងចែកវណ្ណៈទេសកលវណ្ណៈមន្ត្រីវណ្ណៈស្ដេចវណ្ណៈរាស្ត្រជាដើមហើយនៅក្នុងអាណាចក្ររបស់ព្រះអង្គគឺមានរាស្ត្រមានទេសកលជាពិសេសទេសកលត្រូវបានស្ដេចត្រូវបានព្រះបិតារបស់ព្រះអង្គនឹងចាប់ធ្វើទរណកម្មចាប់ដាក់គុកព្រោះអ្នកទោសគឺគេត្រូវយកទៅដាក់គុកយកទៅធ្វើបាបធ្វើទរណកម្មអីជាដើមអញ្ចឹងហើយព្រះពុទ្ធតែងតែឃើញអទិដ្ឋភាពទាំងអស់ហ្នឹងដូច្នេះហើយព្រះពុទ្ធគឺអត់សប្បាយរីករាយទេហេតុអីបានមានអ្នកខ្លះត្រូវយកធ្វើបាបកាប់សម្លាប់ណាមានពេលខ្លះគេវះពោះមនុស្សហៅថាបូជាយ៉ាញ់មនុស្សព្រោះនៅក្នុងព្រហ្មញ្ញសាសនាកាលនោះព្រះពុទ្ធកើតនៅក្នុងនគររបស់ព្រះអង្គនោះគឺកាន់ព្រហ្មញ្ញសាសនាតានគររបស់ព្រះអង្គមិនមែនតន់កាន់នៅព្រះពុទ្ធសាសនាណាអញ្ចឹងអទិដ្ឋភាពពិធីបូជាយ៉ាញ់អបិទ្ធភាពនៃភាពសម្លាប់អីហ្នឹងវាដាក់ជាប់នៅក្នុងរូបបារម្ភរបស់ព្រះពុទ្ធឃើញណាដល់ពេលអញ្ចឹងទៅព្រះពុទ្ធចេះតាមិនសុខចិត្តព្រោះអ្នកខ្លះបានសុខសេនសានហើយអ្នកខ្លះហ្នឹងរងទុក្ខវេទនាហើយដល់ពេលអញ្ចឹងទៅព្រះពុទ្ធចេះតែស្វែងយល់នៅក្នុងការរស់នៅរបស់ព្រះអង្គអីចឹងទៅរហូតទៅដល់ស្វែងយល់ឃើញអំពីហៅថារិយសច្ចៈដែលយើងហៅថាខណ្ឌទាំង4ហ្នឹងមានកើតចាស់ឈឺស្លាប់អីហ្នឹងហើយមានរូបខណ្ឌមានសញ្ញាខណ្ឌមានសង្ខារខណ្ឌមានវិញ្ញាណខណ្ឌអីហ្នឹងជាដើមដល់ពេលព្រះពុទ្ធចេះតែស្វែងយល់អំពីដំណើរនៃជីវិតកើតមកចាស់ហើយឈឺហើយស្លាប់អីចឹងទៅធ្វើឲ្យព្រះអង្គមានការជិនណាយ